សួស្តីអ្នកទាំងអស់គ្នាជួបជុំvớiខ្ញុំបាទធឿម to all ចឹងពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះកុំភ្លេចជួយចុច like ក៏ដូចជា subscribe channel របស់ខ្ញុំនេះគឺជាទស្សនភាពតាមផ្លូវទៅលេងប្រាសាទអង្គរវត្តយើងឃើញថាទេសភាពក៏ដូចជារុក្ខជាតិពណ៌បៃតងគឺស្រស់បំព្រងហើយស្រស់ស្រាយមែនទែនបន្ទាប់មកយើងក៏បានធ្វើដំណើរមកដល់ប្រាសាទភ្នំបាក់ខេងបន្ទាប់មកយើងក៏ធ្វើការបន្តដំណើរឡើងទៅលើខ្នងប្រាសាទភ្នំបាក់ខេងទាំងអស់គ្នាដោយសារតែថ្ងៃនេះគឺជាថ្ងៃអាទិត្យនៃចុងសប្តាហ៍អញ្ចឹងហើយយើងឃើញថាភ្ញៀវទេសចរឬក៏ភ្ញៀវជាតិរបស់យើងគឺមានការឡើងទៅកំសាន្តឬក៏ទស្សនានៅលើប្រាសាទភ្នំបាក់ខេងច្រើនមែនទែនរួមជាមួយនឹងខ្ញុំផងដែរក៏យើងធ្វើការដើរថ្មើរជើងហើយយើងក៏ទទួលបាននៅភាពស្រស់ស្រាយក៏ដូចជារុក្ខជាតិជុំវិញខ្លួនហើយយើងក៏ទទួលបានសុខភាពល្អក៏ដូចជាបានជួបនៅមនុស្សថ្មីយើងឃើញថាទោះបីជាភ្ញៀវជាតិឬក៏ភ្ញៀវអន្តរជាតិក៏ដោយក៏ពួកគាត់បានបន្តនឹងធ្វើដំណើរឡើងទៅលើប្រាសាទភ្នំបាក់ខេងនេះហើយក៏ដូចជាគយគន់មើលទេសភាពតាមដងផ្លូវក៏ដូចជាទៅមើល sunset នៅលើកំពូលប្រាសាទភ្នំបាក់ខេងនៅពេលខ្ញុំកំពុងតែធ្វើដំណើរខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តក៏ដូចជាបានជួបនៅបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលគាត់ទៅទស្សនានៅប្រាង្គប្រាសាទក៏ដូចជាឡើងទៅលេងនៅលើភ្នំបាក់ខេងស្របពេលនឹងមេឃត្រជាក់អញ្ចឹងនៅពេលដែលយើងបានដើរឡើងទៅលើភ្នំបាក់ខេងយើងបានហាត់ប្រាណផងនិងសុខភាពល្អផងហើយនឹងធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយនៅក្នុងជីវិតអញ្ចឹងយើងក៏បានធ្វើដំណើរមកដល់ដំណាក់កាលទី1នៃការមើលទេសភាពឬក៏មើលថ្ងៃលិចនៅលើខ្នងប្រាសាទភ្នំបាក់ខេងអញ្ចឹងយើងឃើញថាទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិគឺនៅតែបន្តបេសកកម្មដើម្បីធ្វើយ៉ាងណាឲ្យបានមើលក៏គយគន់នៅថ្ងៃលិចនៅលើប្រាង្គប្រាសាទភ្នំបាក់ខេងនេះអញ្ចឹងហើយយើងឃើញថាភ្ញៀវទេសចររបស់យើងគឺមានការឡើងទៅច្រើនមែនទែនហើយនឹងបងប្អូនប្រជាជនខ្មែរយើងទាំងអស់គ្នាបន្ទាប់ពីយើងធ្វើដំណើរយ៉ាងហត់ហើយនឹងបែកញើសខ្នងហើយយើងក៏បានពាក់កណ្ដាលនៃប្រាសាទភ្នំបាក់ខេងតមកទៀតយើងក៏ធ្វើដំណើរឡើងទៅបន្តិចទៀតក៏ដល់កន្លែងដែលយើងមើលទេសភាពនិងគយគន់ថ្ងៃលិចនៅខាងស្ដាំដៃយើងនេះហើយយើងឃើញថាមានភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិគិតចូលមើលថ្ងៃកំពុងតែរៀបនឹងលិចអញ្ចឹងហើយក៏មានភ្ញៀវជាតិរបស់យើងក៏ច្រើនដែរអញ្ចឹងយើងមើលទេសភាពគឺស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងហើយសង្ឃឹមថាបងប្អូនដែលនៅក្នុងខេត្តសៀមរាបផ្ទាល់ឬក៏អ្នកដែលមើលវីដេអូនេះផ្ទាល់នឹងមានឱកាសនៅក្នុងការឡើងទៅមើលថ្ងៃលិចដូចជារូបខ្ញុំផងដែរអញ្ចឹងខ្ញុំក៏ធ្វើការ selfie បន្តិចហើយនេះគឺជាទស្សនភាពរួមដែលយើងធ្វើដំណើរបន្តឡើងទៅលើបន្តទៀតអញ្ចឹងហើយខ្ញុំសូមបញ្ឈប់ការវាយសំឡេងត្រឹមហ្នឹងខ្ញុំសូមដាក់សំឡេងផ្ទាល់ហើយនឹងទស្សនភាពជាក់ស្ដែងឲ្យអ្នកទស្សនាឬក៏បងប្អូនដែលបានមើលវីដេអូនេះមើលDann das Gras ist immer das ist das so gut, weil es dann ist so früh, das ist mein Day. ឥឡូវយើង
ការមកដល់មកដល់ប្រាប់សត្វនេះគឺការឡើងទៅដល់ទៅ